មនុស្សខូចខ្ញុំថានាងកញ្ញាអំបញ្ញមិញពួកយើងមិនមែនកំពុងជួសជុលទូយោទឹកនៅផ្ទះនាងទេអីប្រកាសអាសន្នកូអរដនេផែនដីត្រូវបានលុបចោលការបំផ្លាញទិន្នន័យមនុស្សជាតិ8,000 លានអ្នកទូទាំងពិភពលោកត្រូវបានកាន់មហាសមុទ្រគ្មានដែនកំណត់វិធានទី1ក្បូនឈើនៅក្រោមជើងរបស់អ្នកគឺជាជំរកតែមួយគត់របស់អ្នកវិធានទី2រាល់សម្ភារៈរស់រានមានជីវិតគឺពឹងផ្អែកទាំងស្រុងលើការស្រង់និងការស្ទូចដោយគ្មានការប្រុងប្រយ័ត្នវិធានទី3ជីវិតមានតែម្ដងគត់ស្លាប់គឺស្មើនឹងការលុបបំបាត់ចោលកញ្ចប់កាដូអ្នកថ្មីត្រូវបានចែកជូនហើយសូមជូនពរឲ្យអ្នករាល់គ្នាអាចរស់រានមានជីវិតលីនហ្វុងតើទីនេះជាកន្លែងខ្មោចឆៅស្អីហ្នឹងនាងកញ្ញាមិនបានរៀបសំឡេងក្នុងខួរក្បាលអំបញ្ញមិញទេហីពួកយើងឆ្លងភពហើយកុំមកបំភ័យខ្ញុំតើនេះជាការលេងសាច់ស្អីមែនទេហាមើលទៅនោះមើលស្អាតណាស់តើរបស់ភ្លឺនៅក្រោមទឹកនោះជាស្អីទៅនោះជាបង្គួយកែវចរណៃមើលទៅដូចជាវត្ថុសិល្បៈចាំងពន្លឺប៉ុន្តែថ្គាមមុតដូចមុខកាំបិតទាំងពីរនោះអាចកាត់មនុស្សជាចំណិតក្នុងមួយខាងមុខនោះទៅគ្រាន់តែបុកមួយទំហឹងក៏បែកខ្ទេចខ្ទីអស់បាត់ទៅហើយលីនហ្វុងពួកវាកំពុងដេញតាមពួកយើងហើយកញ្ចប់កាដូអ្នកថ្មីស្វែងរករបស់ទៅកញ្ចប់កាដូស្អីគេអាហាដប់ទឹកទេហើយនឹងក្រណាត់ចាស់កម្រើនេះមែនទេតើឲ្យមនុស្សស៊ីយ៉ាងម៉េចទៅដូចគ្នាតែប៉ុណ្ណឹងមានបន្ថែមដងសន្ទូចចាស់មួយក្បូនឈើចាស់នេះមិនអាចទប់ទល់នឹងពួកបិសាចទាំងនោះបានឡើយក្តារទាស់នៅលើអាវធំរបស់អ្នកមកឲ្យខ្ញុំនៅទីនេះគ្រោះថ្នាក់ណាស់ប្រសិនបើអញស្ទូចបានបិសាចរបស់ខ្លះមកទេចង់អង្គុយរងចាំយ៉ាងម៉េចស្លាប់មែនទេរបស់ចាស់កម្រើនេះយ៉ាងច្រើនស្ទូចបានត្រីតូចមួយក្បាលប៉ុណ្ណោះបើចង់រស់រានមានជីវិតត្រូវតែមានអាវុធប្រឡាយជីវិតនុយសន្ទូចនៅមិនទាន់គ្រប់គ្រាន់ទេត្រូវតែមកចិត្តហើយក្បូនឈើគឺជាជំរកតែមួយគត់មានន័យថាបន្ទះឈើចាស់នេះគឺជាវត្ថុដែលមានតម្លៃបំផុតនៅលើខ្លួនខ្ញុំនាពេលនេះឯងឈួតហើយមែនទេឯងរុះរើក្បូនឈើធ្វើអីហ្នឹងដើមឡើយវាមិនសូវជាធំផងអញចង់ឲ្យពួកយើងលងទឹកស្លាប់យើងនឹងត្រូវស្លាប់ទាំងអស់គ្នាអាសន្នពីនិតឃើញអ្នកលេងទើបតែមកដល់បាន48វិនាទីប៉ុណ្ណោះប៉ុន្តែបានទទួលបានសម្រេចផលរបស់អ្នកថ្មីដោយខ្លួនឯងសកម្មភាពរបស់អ្នកលេងបានឈួតលីលាកញ្ចប់ការរស់រានមានជីវិតធម្មតារបស់មនុស្សជាតិទាំងកម្មផលត្រូវបានដំណើរការហើយនៅក្នុងពិភពលោកដ៏ចង្រៃនេះពិតមែនតែអ្នកហ៊ានស៊ីឆ្អែតអ្នកខ្លាចស្លាប់អត់ពិតមែនរកឃើញនុយត្រីចម្រុះលំដាប់ខ្ពស់ព័ត៌មានជំនួយតម្លៃរបស់របរនេះបានហួសពីដែនកំណត់របស់អ្នកថ្មីបង្កជាផលប៉ះពាល់កម្មផលកម្រិតអាត់បរមាការគណនាកម្មផលត្រូវបានកំណត់ឡើងវិញគ្រោះថ្នាក់ជាទីបំផុតបញ្ជាក់របស់ដែលស្ទូចបានលើកនេះនឹងត្រូវបានត្រីបែបទឹកកម្រិតខ្ពស់ហើយនឹងទទួលបានប្រអប់អាកម្ពុជាបង្កជាសត្វបិសាចជាការលំដាប់ខ្ពស់នៃអបាយភូមិបំផ្លាញឲ្យដំឡើងកម្រិតថែមទាំងផ្ដល់ប្រអប់អាកម្បាំងមួយទៀតផងមែនទេក្នុងចំណោម 1000 ខ្ញុំនឹងចាក់ភ្នាល់វានាំរបស់ធំមកឲ្យខ្ញុំអាយ៉ាជួយផងលីនហ្វុងជួយខ្ញុំផងហុចដៃមកខ្ញុំទីងខ្ញុំឡើងលើផងនៅក្នុងទឹកមានរបស់ម្យ៉ាងកំពុងខំស្បែកជើងខ្ញុំកុំមកតោងខ្ញុំទាំងអស់អីនាងចង់ធ្វើឲ្យក្បូនប្រឡាប់មែនទេទៅជ្រុងខាងក្រោយខាងឆ្វេងទៅប្រើទម្ងន់ខ្លួនទាំងមូលរបស់អ្នកសង្កត់ក្តារឈើដែលហើបឡើងខ្ពស់នោះទៅតើនេះជាបិសាចស្អីទៅនឹងលីនហ្វុងអ្នកប្រញាប់កាត់ខ្សែទៅក្បូនចិត្តរបេះអស់ហើយទម្ងន់ទៅត្រង់ខ្សែសន្ទូចបច្ចុប្បន្នគឺ280គីឡូក្រាមចិត្តដល់កម្រិតដាច់ហើយសូមបោះបង់ភ្លាមទៅយើងខំបញ្ចេញអស់ពីសមត្ថភាពទៅហើយឯងចង់ឲ្យយើងបោះបង់មែនទេមនុស្សឈួតអ្នកពិតជាមនុស្សឈួតមែនយើងនឹងលងទឹកស្លាប់ជាមួយគ្នាជាមិនខានពិតមាត់ធ្វើតាមខ្ញុំប្រាប់ទៅទាញខ្លាំងគឺមិនអាចដាច់ទេត្រូវប្រើមុំទឹកដើម្បីសម្រាលកម្លាំងរុញឈើខ្លីបំរុងនៅក្បែរដៃអ្នកមកនេះញ៉ាត់ចូលក្បែរជើងខ្ញុំមកតើអ្នកកំពុងធ្វើស្អីហ្នឹងធ្វើបែបនេះនឹងនាំក្បូនទាំងមូលធ្លាក់ចូលទឹកដែរហើយប្រើកម្លាំងគិតដើម្បីស៊ីវាទៅបង្ហូរខ្សែទៅតាមកម្លាំងរុញរបស់ចរន្តទឹកគេម្នាក់ឯងអាចទប់ទល់នឹងកម្លាំងក្រោមទឹកដ៏ខ្លាំងក្លាដែលសូម្បីតែម៉ាស៊ីនក៏មិនប្រកាសថាអាចទប់ជាប់ផងនោះកម្លាំងគោលដៅធ្លាក់ចុះយ៉ាងលឿនកម្លាំងទាញដែលនៅសល់គឺ55គីឡូក្រាមដល់ចំណុចគ្រោះថ្នាក់30វិនាទីហើយអស់កម្លាំងហើយមែនទេឥឡូវនេះដល់ពេលយើងលើកមកហើយហប់ឡើងមកជុំឆ្អែតនៅបើឆ្អែតហើយបើកភ្នែកមើលទៅនេះតើនេះជាអ្វីទៅមិនមែនអ្នកកំពុងស្ទូចត្រីទេចុះត្រីនៅឯណាទីងសូមអបអរសាទរអ្នកលេងដែលបានបញ្ចប់ការស្ទូចត្រីកម្រិតមីក្រូជាលើកដំបូងដោយទទួលបានរង្វាន់ត្រឡប់មកវិញនៅកន្លែងខ្មោចនេះឲ្យតែមានដើមទុនធំល្មមអ្វីក៏អាចស្ទូចបានដែរស្ទូចបានរបស់របរជោគជ័យប្រអប់អាតកំបាំងត្រូវបានប្រគល់ជូនទទួលបានយុទ្ធការដែកបូមទឹកសម្ពាធខ្ពស់ភ្ជាប់មកជាមួយព្រួញផ្ទុះចំនួន3គ្រាប់បើកប្រអប់អាតកំបាំងបន្ថែមទទួលបានប្លង់ពង្រីកក្បួនកម្រិត1អ្នកប្រើឈើពុកមួយដុំនិងនំប៉័ងដុសផ្សិតដើម្បីស្ទូចបានកាំភ្លើងមួយដើមហ្នឹងវាជាយុទ្ធការទេដំណើរការដោយស្នប់ទឹកសម្ពាធខ្ពស់កិច្ចចេញទៅ
ប្រសិនបើគ្មានសត្រូវស្លាប់រស់ដែលខ្ញុំធ្លាប់មើលងាយម្នាក់នេះទេពេលនេះខ្ញុំច្បាស់ជាខ្លាយជាសាកសពដែលគេហែកជាបំណែកបាត់ទៅហើយលីនហ្វុងអរគុណអ្នកណាស់ដៃរបស់អ្នកហូរឈាមច្រើនណាស់ទុកឲ្យខ្ញុំជួយរុំរបួសឲ្យអ្នកណាឥឡូវនេះពួកយើងមានអាវុធហើយតើយើងអាចរួចខ្លួនហើយមែនទេសុវត្ថិភាពជាបណ្ដោះអាសន្នទេប៉ុន្តែគ្រោះថ្នាក់នៅមិនទាន់រលាយបាត់ឡើយកម្លាំងអាវុធប៉ុណ្ណឹងគ្រាន់តែចាត់ទុកថាជាសម្បត្តិចូលរួមនៅកន្លែងខ្មោចនេះប៉ុណ្ណោះឥឡូវនេះដល់ពេលដំឡើងកម្រិតក្បួនរបស់យើងហើយការព្រមានជាក្រុមចរន្តទឹកខុសប្រក្រតី5មួយថ្ងៃទៀតហ្វូងបង្កងកំបិតគ្រីស្តាល់កម្រិតបំផ្លាញលោកនិងវាយលោកតំបន់សមុទ្រនេះដោយគ្មានការលើកលែងឡើយកម្រិតបំផ្លាញលោកហ្វូងបង្កងគ្រាន់តែបង្កងតូចមួយការពីអំបញ្ញមិញស្ទើរតែយកជីវិតពួកយើងទៅហើយសូមអ្នកលេងទាំងអស់ប្រញាប់ដំឡើងប្រព័ន្ធការពារឲ្យបានឆាប់អ្នកដែលមិនអាចទប់ទល់នឹងហ្វូងបង្កងបាននឹងត្រូវលុបបំបាត់ចោល5មួយថ្ងៃទៀតគឺមកទាំងហ្វូងតែម្ដងហ្គេមឈួតនេះមិនទុកពេលឲ្យដកដង្ហើមសោះប្រព័ន្ធប្រើប្រាស់ប្លង់ទីងបញ្ជាក់ការបញ្ជាពិនិត្យឃើញនៅជុំវិញរកឃើញកំទេចឈើអន្តែទឹកចាប់ផ្ដើមស្រូបយកនិងពង្រីកដោយស្វ័យប្រវត្តិនេះមិនមែនខ្លាចជាផ្ទះឈើលើទឹកទៅហើយទេហីមានកន្លែងទំហំ15ម៉ែត្រការ៉េនិងដំបូលនេះទីបំផុតការរស់រានមានជីវិតកាន់តែមានសង្ឃឹមខ្លះហើយប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ឡើយបន្ទះក្តារធម្មតាប៉ុន្មានសន្លឹកនេះនៅចំពោះមុខជំនោរបង្គាគឺមិនខុសពីក្រដាសនោះឡើយនេះជាក្រពេញពីបំផ្លាញខ្លួនរបស់បង្គាយកដល់គូឲ្យរន្ធត់តើឯងចង់ធ្វើអីហ្នឹងប្រព័ន្ធកញ្ញាផ្ទាំងព័ត៌មានឲ្យខ្ញុំបានរកឃើញនុយត្រីផ្សំកម្រិតខ្ពស់ក្រពេញពីបំផ្លាញខ្លួនរបស់បង្គាយៈបូករួមនឹងឈាមរបស់កីឡាករប្រមានរបស់នេះមានតម្លៃខ្ពស់បំផុតនិងដំណើរការរបៀបរង្វាន់គ្រោះកាចតាក់ទី100នៅស្ដេចត្រួតត្រាដែនទឹកលំដាប់ទី1បច្ចុប្បន្នក្រពើឆ្អឹងខ្មោចដែលមានថាមពលរន្ទះវល់ខ្ពស់កិច្ចសន្យារង្វាន់សម្រាប់ស្ដេចត្រួតត្រានេះនឹងទទួលបានរបស់ល្អបំផុតគ្រឿងសឹកឈើរន្ទះបាញ់ក្បួននិងរង្វាន់ប្រអប់អាចកំបាំងកម្រិតកម្ពស់បន្ថែមមួយទៀតឯងឈួតហើយហីរបស់នេះមានក្លិនឆ្អាបខ្លាំងណាស់ឯងចង់ហៅបិសាចបាត់សមុទ្រមិនមែនទេបើមិនហៅវាទេតើយើងយកអ្វីទៅទប់ទល់នឹងកងទ័ពបង្គាដ៏ច្រើននៅ5មួយថ្ងៃក្រោយពួកយើងមានផ្ទះឈើហើយតើពួកយើងគ្រាន់តែពួននៅក្នុងនោះទៅពួនមិនចិត្តទេ5មួយថ្ងៃក្រោយបន្ទះឈើប៉ុន្មានសន្លឹកនេះសំបីតែ5វិនាទីក៏ទ្រាំមិនបានផងស៊ូណានស្ដាប់ឲ្យច្បាស់ខ្ញុំមិនមែនកំពុងតាក់ទាញបិសាចទេគឺខ្ញុំកំពុងបញ្ជាទិញទំនិញពីប្រព័ន្ធឲ្យតែសម្រាប់អាធំនៅខាងក្រោមនោះបានពួកយើងនឹងទទួលបានគ្រឿងសឹកដ៏ល្អបំផុតដែលអាចទប់ទល់នឹងជំនោរបង្គាបានលីនហ្វុងគ្មានចលនាទេវាមកហើយបាញ់ទៅអាហាទៅងាប់ទៅតឹងសម្រាប់ស្ដេចត្រួតត្រាលំដាប់ទី1បានសម្រេចទទួលបានគ្រឿងសឹកឈើរន្ទះបាញ់ក្បួនសាច់ក្រពើឆ្អឹងកម្រិតខ្ពស់50ចំណែកនិងប្រអប់អាចកំបាំងកម្រិតកម្ពូលក្មួយប្រព័ន្ធចាប់ផ្ដើមធ្វើការប្រកាសតំបន់ខ្ញុំគឺចៅខ្វាន់សម្ព័ន្ធភាពឈាមសម្រាប់ត្រូវបានបង្កើតឡើងជាផ្លូវការគ្រប់កីឡាករឯករាជ្យទាំងអស់ដែលនៅជិតគោអដនេ188 45ស្ដាប់ឲ្យច្បាស់ត្រូវនាំយកទូកស្បៀងរបស់អ្នកមកជិតទូកធំរបស់ខ្ញុំភ្លាមហើយស្វាស្ម័គ្រស្មោះបើមិនចូលរួមត្រូវស្លាប់អ្នកប្រឆាំងខ្ញុំនឹងកាត់ខ្លួនឯងទៅបោះចោលក្នុងសមុទ្រឲ្យត្រីស៊ីលីនហ្វុងក្នុងសមុទ្រនេះមិនត្រឹមតែមានបិសាចទេថែមទាំងមានមនុស្សស៊ីសាច់មនុស្សទៀតហ្គេមថ្ងៃអវសានពិភពលោកអ្វីដែលមិនខ្វះបំផុតគឺមនុស្សល្ងងដែលចង់ធ្វើជាស្ដេចទឹកដីជួយផងកុំដណ្ដើមប្លង់របស់ខ្ញុំអីជួយផងហាល្អណាស់ទូកកញ្ចាស់របស់នាងអាចរត់ទៅណាបានដណ្ដើមយកប្លង់នៅក្នុងដៃនាងមកឲ្យខ្ញុំបងប្រុសជួយខ្ញុំផងខ្ញុំជាជាងម៉ាស៊ីនកម្រិតខ្ពស់ជួយខ្ញុំផងខ្ញុំស្ម័គ្រចិត្តចែករំលែកប្លង់ដ៏ល្អបំផុតនេះប្លង់សម្រិតដ៏ល្អបំផុតគប់ជួនជាខ្វះស្នូលធម្មពលល្មមនេះពិតជារបស់ល្អមែន